ថ្ងៃនេះពួកខ្ញុំគ្នា3នាក់4ម៉ូតូយើងបានចេញដំណើរទៅលេងរាំងទិលហើយនេះគឺជាតាមផ្លូវដែលយើងធ្វើដំណើរទៅប៉ុន្តែមុននឹងទៅដល់យើងក៏បានស្រូបស្រស់មីនៅក្នុងតំបន់នោះផងដែរហើយគ្នាខ្ញុំខ្លះគេអត់ហូបមីតែក៏ហូបនំប៉័ងហើយឲ្យចំណីត្រីនៅនឹងត្រីឌឺណាវាហែលបដែតខ្លួនតែបើអត់ស៊ីទេឥឡូវយើងបានឡើងទូក៏ទៅតំបន់គោលដៅដែលយើងចង់ទៅពួកខ្ញុំមកនេះគឺយើងអត់ទៅបបកទេប៉ុន្តែយើងទៅមានការបន្តិចហើយនឹងដើរលេងផងហើយយើងជិះទូកនេះជាដំណើរកម្សាន្តរបស់យើងពិតជាសប្បាយម្យ៉ាងដែរផ្លៃភ្នែកហើយនៅទីនេះផងដែរគេបិទផ្លាកបិទប៉ែគេបិទទៅតាមដើមឈើអត់ដូចយើងនៅលើគោកគេបិទតាមផ្លូវទេនេះគឺមកដល់ទីប្រជុំជនរបស់គេហើយនៅទីនេះគឺមានផ្ទះប្រជាជនរស់នៅច្រើននៅពេលដែលទឹកស្រកជាងនឹងទៀតផ្ទះទាំងអស់ហ្នឹងគឺរត់ទៅក្រោមទៀតហើយនៅពេលដែលទឹកឡើងខ្លាំងជាងនឹងទៀតផ្ទះរបស់ពួកគាត់ឡើងមកដល់មុខនេះទៀតអញ្ចឹងគឺនៅនឹងភូមិគឺចល័តហើយយើងបានមកជួបកសិករនៅនឹងសុំទោសយើងបានមកជួបអ្នកនេសាទនៅនឹងនេះពួកគាត់ទាំងអស់មានទាំងការនេសាទមានទាំងការចិញ្ចឹមត្រីប៉ុន្តែគាត់ថាមករយៈនេះការចិញ្ចឹមត្រីរបស់គាត់គឺរៀងមិនសូវទោះផលបានល្អទេហើយនៅក្នុងនេះផងដែរតាមរាំងទិលការចរាចរណ៍ទៅមកគឺមមាញឹកហើយនេះគឺអ្នកលក់អីវ៉ាន់អ្នកលក់ដូរនៅភូមិលើទឹកគឺគេលក់បែបហ្នឹងគឺគេដាក់ទូកហើយជាកណូតទៅវិញទៅមកហើយនេះគឺសម្រាប់អ្នកដែលលក់ម្ហូបអាហារផ្សេងលក់បន្លែផ្លែឈើចំណីប្រអីនៅឃុំលើទឹកគឺគេធ្វើសកម្មភាពបែបហ្នឹងទៅលើការលក់ដូរផ្សារគេគឺមកដល់កន្លែងហ្មងគេអត់ធ្វើផ្សារទេជាទូទៅហើយនេះសកម្មភាពចរាចរណ៍នៅទីហ្នឹងគឺមមាញឹកយើងនៅលើគោកមានឡានមានម៉ូតូប៉ុន្តែសម្រាប់ពួកគាត់នៅក្នុងទឹកហ្នឹងគឺកណូតហ្នឹងហើយជារបស់ដែលអួតយ៉ាងគេអួតគ្នាគេលេងយើងនៅលើគោកយើងលេងម៉ូតូលេងឡានលេងអីផ្សេងទៅតែនៅលើទឹកគឺគេលេងកណូតហើយនេះការចិញ្ចឹមត្រីរបស់គាត់នេះគាត់ឲ្យត្រីនៅវាស៊ីប៉ុន្តែគ្រាន់ថាមករយៈនឹងការរនុយគឺពិបាកដោយសារមានការហាម5ហើយការរនុយនឹងគឺគេខាត់ច្រើនដល់ពេលអញ្ចឹងទៅធ្វើឲ្យការចិញ្ចឹមត្រីរបស់គាត់អត់សូវសមប្រកបដូចលើកមុនទេនេះមើលសកម្មភាពអ្នកនេសាទទៅវិញទៅមកប៉ុន្តែគ្រាន់ថារដូវនេះនេសាទអត់សូវត្រូវបានទេប៉ុន្តែគ្រាន់តែមានអ្នកបបកទៅច្រើនដល់ពេលអញ្ចឹងទៅគេជួលទូករបស់ពួកគាត់នៅទីនោះសម្រាប់ទៅបបកហើយមកដល់ផ្ទះអ៊ំស្រីនេះវិញទៀតគឺគាត់មានកូនចិញ្ចឹមស្កាមួយស្កានេះវាឈ្មោះអាឆាយហើយគាត់ចិញ្ចឹមតាំងពីតូចតាំងពីឲ្យទឹកដោះអីបៅតែរហូតដល់ធំស្កាជាទូទៅវាស៊ីមន់ណាហើយចំណែកមួយនេះស៊ីមន់ដូចគ្នាតែវាលួចមន់ស្ងោរបស់ម្ចាស់ទុកប្រហែលវាស៊ីទាំងអស់តែចំណុចពិសេសមួយគឺថាចិញ្ចឹមស្កាវាល្អជាងឆ្មាចិញ្ចឹមឆ្មាខ្លាចកដោតែចិញ្ចឹមឆ្កាកដោខ្លាចឆ្កាពីដើមឡើយកដោខ្លាចឆ្មាតែឥឡូវនឹងឆ្មាខ្លាចកដោវិញហើយមួយនេះក្បាលខូចដើរពឹសវិញហ្នឹងហើយផុតពីហ្នឹងមកក៏យើងមកមើលត្រីនុយហើយរៀបរាប់ឈ្មោះត្រីមានត្រីប្រមាណប្រភេទដែលបានស្គាល់ដែរបាត់តែមិនអស់តែយ៉ាងណាក៏វាមិនអីដែរនៅយូរទៅគឺស្គាល់អស់ហើយមួយវិញទៀតបើសិនជាយើងនៅលើគោកប្រជាជនយើងបើជាពិសេសពុកម្ដាយគឺគាត់បារម្ភតាក់ទងជាមួយក្មេងៗដែលនៅជិតទឹកប៉ុន្តែនៅទីនេះអត់ទេក្មេងៗអុំទូកទៅសាលាអុំទូកដើរលេងមកសប្បាយរបស់គាត់ហើយនេះសិស្សសាលាមានម៉ាស៊ីនដាក់ម៉ាស៊ីនគ្នា3ទូក4ទៅហើយយើងណាពួកគាត់នៅទីនេះគឺគាត់ផ្សំនឹងការរស់នៅបែបនេះហើយពុកម្ដាយក៏លែងមានការព្រួយបារម្ភទេហើយម្ដងនេះទៀតគឺគេអូសផ្ទះហ្នឹងអូសតាណាទេដោយសារតែក្នុងគ្រួសាររបស់គេហ្នឹងមានសាច់ញាតិរៀបអាពាហ៍ពិពាហ៍ដល់ពេលអញ្ចឹងទៅផ្ទះហ្នឹងត្រូវបានគេអូសយកទៅដាក់កន្លែងរោងការហើយអ្នកនៅទីនេះរោងការទៀតអ្នកដែលការគឺរៀងយ៉ាប់បន្តិចដោយសារតែគាត់ត្រូវទៅយកភ្ញៀវផងគាត់ត្រូវជូនភ្ញៀវទៅផ្ទះវិញផងមានន័យថាយើងត្រូវទៅយកភ្ញៀវហើយទៅយកភ្ញៀវមកញ៉ាំនៅការរបស់យើងហើយមើលនេះប្រហោះទូក
យើងយកភ្ញៀវទៅញ៉ាំនៅរោងការរបស់យើងហើយយើងត្រូវជូនពួកគាត់មកវិញទៀតនៅទីនេះគឺអញ្ចឹងគឺគេនិយមលើការបោះទូកអូមិនបាច់បានដេកទេនៅនេះហើយផុតពីហ្នឹងហើយគឺយើងក៏បានមកដល់កន្លែងគេធ្វើហេឌីដែលគេហៅថាកពឹសហ្នឹងកពឹសក្រៀនហ្នឹងហើយគេថាគេស្ងោរឥឡូវខុសពីមុនគេស្ងោរដាក់អំបិលទេតែឥឡូវគេស្ងោរដាក់រ៉ូឌីគេស្ងោរដាក់ស្ករឬស្ករបន្តិចដាក់អំបិលបន្តិចទៅហើយបន្ថែមពណ៌បន្តិចទៅដើម្បីមើលឃើញស្រស់មួយយ៉ាងដែរហើយនៅនេះផងដែរក៏មានគ្រួសារមួយក៏ចាប់លក់ត្រីដែរក៏ចាប់ត្រីលក់ត្រីដែលគាត់ចិញ្ចឹមគាត់ថាឆ្នាំនេះចិញ្ចឹមខាតច្រើនគាត់ដាក់ដល់ 4000 កូនតែត្រីរស់តែចុងក្រោយបានត្រឹមប្រហែលជា500 គីឡូជាងពីអញ្ចឹងទៅធ្វើឲ្យការចិញ្ចឹមរបស់គាត់វារៀងខាតហើយគាត់ថាហេតុអីបានតិចម៉េះដោយសារតែនុយខ្វះនុយខ្វះចំណីវាដល់ពេលអញ្ចឹងវាស៊ីគ្នាផងហើយវាអត់សូវធំផងអញ្ចឹងធ្វើឲ្យការចិញ្ចឹមរបស់គាត់ហ្នឹងវាទទួលបានផលទាបតែរាល់ឆ្នាំគាត់ថាបានប្រហែលខ្ទង់2 តោនប៉ុន្តែឆ្នាំនេះបានតែ500 គីឡូអញ្ចឹងគឺផលវាធ្លាក់ច្រើនហើយប៉ុន្តែពួកគាត់នៅនឹងដែរចាប់ទៅធ្លាក់3 4 10ដែរច្រើនដែរហើយតទៅពីហ្នឹងហើយក៏យើងបានត្រឡប់មកផ្ទះវិញហើយវីដេអូយើងក៏មានតែប៉ុណ្ណឹងអរគុណ